រឿងអ្នកតាតាស្រីនិងយាយបោះអ្នកតានេះផ្លែកអំពីអ្នកស្រុកឯទៀតអ្នកស្រុកហៅថាតាស្រីយាយបោះតាស្រីយាយបោះអ្នកតានេះនៅក្នុងវត្តព្រែកឯងឃុំព្រែកឯងស្រុកគៀនស្វាយខេត្តកណ្ដាលមានរឿងដំណាលថាក្នុងរាជ្យនៃព្រះបាទអង្គច័ន្ទទ្រង់សោយរាជ្យនៅលង្វែកស្រុកខ្មែរកើតសង្គ្រាមធំពន្លឹកអស្ចារ្យច្បាំងនឹងពួកយួនបះបោឡើងមកវាយស្រុកខ្មែរច្រើនជាអនេកខ្មែរតទល់នឹងយួនពុំបានរត់ចូលពួនតែក្នុងព្រៃភ័យនឹងយួនធ្វើបាបគ្រានោះកើតការឡោហល់កាប់សម្លាប់គ្នាទៅវិញទៅមកពួកយួនធ្វើបាបខ្មែរដល់ថ្នាក់យកក្បាលខ្មែរធ្វើថ្មជើងក្រានដាំតែបានជាមានពាក្យទំនៀមជាប់មកថាកំពប់តែអង្គសម័យនោះប្រហែលជាគ្រិស្តសករាជ1800ក្នុងខែផុតបុត្រជារដូវទឹកឡើងពេញទំហឹងហូរធ្លាក់ពីស្រុកលើចុះមកទន្លេមេគង្គមានដើមគគីមួយដើមរសាត់មកទាំងរឹសតាមដងទន្លេដែលហូរចុះនៅព្រៃនគរដល់ត្រង់ព្រែកមួយហៅព្រែកឯងដែលបែកចេញពីទន្លេទឹកហូរចូលតាមមុខវត្តនាំទាំងឈើនោះទៅផងហើយស្រាប់តែទៅជាប់ទៅនៅនឹងថ្កល់មុខវត្តនោះហាក់ដូចជាសុំនៅទីនោះតែម្ដងយប់នោះលោកគ្រូចៅអធិការយល់សុបិនឃើញស្រីម្នាក់មកប្រាប់ថាខ្ញុំកណាជិះទូកមកពីស្រុកលាវឥឡូវនេះមកចតទូកនៅមុខវត្តសូមលោកគ្រូមេត្តាសង្គ្រោះឲ្យខ្ញុំកណានឹងនៅវត្តនេះផងលុះភ្ញាក់ដឹងខ្លួនឡើងលោកគ្រូកើតសេចក្តីពិភ័លក្នុងព្រះハរតីក្រៃលែកនឹកពិចារណារកហេតុថាសុបិននិមិត្តនេះប្លែកអស្ចារ្យតាំងពីអាត្មាអញបួសមកនៅទីនេះពុំធ្លាប់ដែលឃើញសុបិននិមិត្តអ្វីចម្លែកបែបនេះម្ដងណាសោះលោកគ្រូត្រេះរិះរកហេតុតាំងពីភ្ញាក់ខ្លួនឡើងរៀបទល់ភ្លឺទើបនិមន្តទៅមុខវត្តឃើញដើមឈើមួយដើមទើជាប់នឹងដើមបបោសនៅមុខវត្តមែនលោកក៏ប្រើក្មេងឲ្យចុះទៅមើលឃើញដុំថ្មមួយដុំជាប់នៅនឹងបោះគគីក្មេងឃើញហើយស្រែកពិតលោកគ្រូថាទៀនប្រោសមានដុំថ្មមួយដុំជាប់នឹងឫសឈើលុះលោកគ្រូឃើញដុំថ្មពិតដូច្នោះទើបនិមន្តត្រឡប់មកកុដិវិញប្រើក្មេងឲ្យវាយស្គរដើម្បីឲ្យដំណឹងដល់ពួកឧបាសកជើងវត្តពួកឧបាសកកាលបើឮសូរស្គរក៏មានសេចក្តីសង្ស័យនាំគ្នាប្រញាប់ប្រញាល់មកកាន់ទីវត្តទាំងព្រឹកព្រហៀមលោកគ្រូដំណើររឿងសុបិនប្រាប់ពួកឧបាសកតាមដែលលោកបានឃើញនោះសពគ្រប់ពួកឧបាសកមានក្តីត្រេកអរព្រមព្រៀងគ្នាអ្នកខ្លះរកឈើអ្នកខ្លះរកពូថៅរណាចាប់ធ្វើខ្ទមមួយទំហំបណ្ដោយ1ម៉ែត្រកន្លះទទឹង1ម៉ែត្រដោយគ្រឿងឈើប្រក់ស្លឹក
ហើយស្រេចក្នុងថ្ងៃនោះនៅក្រោមដើមឈើទាលនាទិសអាគ្នេយ៍ព្រះវិហារខ្ទមនោះសពថ្ងៃក្លាយទៅជាកូនខ្ទមឈើប្រក់ក្បឿងលោកគ្រូចាត់មនុស្សឲ្យចុះទៅក្នុងព្រែកនិងសែងយកដុំថ្មនោះឡើងមកអ្នកចុះទៅយកដុំថ្មនោះស្រែកថាយកមិនរួចទេឲ្យចុះមកគ្នាច្រើនទើបយករួចលោកគ្រូប្រើមនុស្សតាំងពី5នាក់រហូតដល់50នាក់ក៏នៅតែពុំរួចសូម្បីគ្រាន់តែកម្រើកបន្តិចក៏មិនកម្រើកផងលោកគ្រូនិងពួកឧបាសកពិគ្រោះគ្នាទៅឃើញថាគួរឲ្យឆ្ងល់ណាស់ក្រែងមានបើទើសហេតុអ្វីទើបយកទៀនធូបអុជបួងសួងអញ្ជើញដុំថ្មនោះឲ្យឡើងមកក៏នៅតែពុំរួចទៀតអស់មួយថ្ងៃក៏នាំគ្នាទៅផ្ទះរៀងៗខ្លួនក្នុងយប់នោះស្រាប់តែទៅពន្យល់សពលោកគ្រូម្ដងទៀតថាសូមលោកគ្រូកុំប្រើមនុស្សប្រុសឲ្យចុះទៅយកខ្ញុំបកណាអីខ្ញុំព្រះកណាអៀនណាមិនព្រមឡើងមកទេសូមប្រើតែស្រីទៅយកវិញទើបខ្ញុំកណាព្រមលុះព្រឹកឡើងលោកគ្រូប្រើក្មេងឲ្យវាយស្គរជុំពួកបាសកសិកាម្ដងទៀតហើយលោកដំណើររឿងដែលលោកឃើញហេតុជាគម្រប់2ដងប្រាប់សពគ្រប់ទើបប្រើមនុស្សស្រីចំនួន5នាក់ឲ្យចុះទៅយកដុំថ្មនោះលុះពួកស្រីលូកដៃទៅស្ទាបភ្លាមថ្មនោះហាក់ដូចជាអណ្ដែតតាមដៃមកលើកឡើងដល់លើគោកសែងយកទៅដាក់លើខ្ទមដោយស្រួលលោកគ្រូចៅអធិការអង្គុយនោះប្រាប់ពួកឧបាសកឧបាសិកាជើងវត្តឲ្យធ្វើបុណ្យមួយតាមទំនៀមគឺធ្វើបុណ្យឡើងអ្នកតានៅពេលដែលយកថ្មពីក្នុងទឹកឡើងមកដាក់ក្នុងខ្ទមបុណ្យនោះអទឹកអធមណាស់មានការជួបជុំពុទ្ធបរិស័ទជើងវត្តនិងជើងវត្តជិតខាងទៀតពួកគាត់មូលមកបួងសួងអំពាវនាវសូមឲ្យបានសេចក្តីសុខសប្បាយក្នុងស្រុកភូមិសូមឲ្យឈ្នះអស់មានសត្រូវកុំឲ្យហ៊ានចូលមកយាយីឡើយហើយសូមឲ្យស្រុកភូមិប្រកបរបររកស៊ីឲ្យបានផលសមតាមបំណងរួចលោកអង្គនោះសន្មត់ឈ្មោះប្រាប់ឲ្យអ្នកផងរាល់គ្នាស្គាល់ថាអ្នកតានេះឈ្មោះយាយបោះព្រោះប្រសាទមកទៅជាប់នឹងដើមបបោះទើបបានដាក់ឈ្មោះជាប់ដល់មកដល់សប្តាហ៍ថ្ងៃនេះដង្វាយរបស់យាយបោះទទួលដង្វាយខុសពីអ្នកតាឯទៀតដែលមាននៅក្នុងស្រុកខ្មែរហើយដែលគួរឲ្យគេសម្គាល់បានថាយាយបោះមិនមែនជាតិខ្មែរទេពិតជាជាតិឡាវព្រោះស្រុកលាវទាំងមូលគេនិយមប្រើបាយដំណើបនិងប្រហុកសម្រាប់ទទួលទានធម្មតាឯយាយបោះធ្វើឲ្យមនុស្សឈឺច្រើនតែធ្វើមនុស្សប្រុសដែលចូលវត្តហើយនិយាយពាក្យមិនសមគួរជាពាក្យអះក្រៀមគឺធ្វើឲ្យគ្រុនក្តៅសន្លប់បាត់មាត់បាត់កភ័យផ្អែមមាត់មិនខានកាលបើគេដឹងថាយាយបោះធ្វើហើយគេអុជទៀនធូបនិយាយបន់ស្រន់ថាបើយាយបោះធ្វើមែនត្រូវឲ្យជាទៅចុះយើងថ្វាយដាក់បាយដំណើបនិងប្រហុកអាំង
គ្រាន់តែនិយាយបន់ពីផ្ទះមកជំងឺនោះនឹងបានគ្រាន់ធូរស្រាលមួយរំពេចអ្នកតាស្រីអ្នកតាស្រីនេះមិនមានរឿងតាក់ទងអំពីបុរាណមកទេគឺកើតឡើងដោយស្នាដៃលោកតាមួយអង្គដែលចាស់ហើយទៅបួសគឺថាលោកមានប្រពន្ធកូនរួចហើយទៅរត់ទៅបួសហើយដែលតាំងពីដើមមកលោកអង្គនេះធ្លាប់ជាអ្នកលេងកំប្លែងច្រើនផងមាននាមនិងកូដនាមមិនប្រកបផងអ្នកស្រុកសន្មតហៅថាលោកតាខាងត្បូងលោកតាខាងត្បូងសមនឹងហេតុដែលលោកសង់តូបនៅខាងត្បូងព្រះវិហារលោកតានេះគិតថាយាយបោះគាត់នៅតែម្នាក់ឯងហើយមកពីស្រុកឆ្ងាយផងកាលនៅស្រុកគាត់ប្រហែលជាធ្លាប់មានប្តីឥឡូវនេះមកនៅតែម្នាក់ឯងដូច្នេះពុំសមទេលោកគិតហើយក៏តាំងធ្វើខ្ទមមួយពីខាងត្បូងប្របខ្ទមយាយបោះរួចប្រើក្មេងឲ្យទៅបាដីឥដ្ឋយកមកសូនធ្វើជារូបអ្នកតាមួយឲ្យឈ្មោះថាតាស្រីរួចក៏ធ្វើឧបកិច្ចថាតាស្រីតាឯងស្រឡាញ់យាយបោះទេរួចហើយឲ្យម្នាក់ឆ្លើយថាស្រឡាញ់រួចសួរយាយបោះថាយាយបោះស្រឡាញ់តាស្រីទេឆ្លើយថាស្រឡាញ់លោកតាសួរយកចម្លើយតាស្រីនិងយាយបោះដឹងថាព្រមព្រៀងគ្នាហើយក៏និយាយបន្ថែមទៀតថាណែតាស្រីយាយបោះអាត្មាផ្សំគុំទាំងពីរនាក់ឲ្យជាប្តីប្រពន្ធនឹងគ្នាណាគ្រាន់នឹងបានជាគ្នាពីរនាក់កុំឲ្យអបសក់ចូលរក្សាគ្នាកុំឆ្លោះគ្នាចាស់ហើយតែប៉ុណ្ណោះទុកជាការស្រេចដំណើរអំពីតាស្រីចាប់តាំងពីថ្ងៃដែលលោកតាអង្វរនោះបានសន្មតតាំងឲ្យជាអ្នកតារួចហើយក៏មានឫទ្ធិអំណាចការធ្វើគេធ្វើឯងហាក់ដូចជាស្ដាប់បាននិយាយបានកាលបើមានមនុស្សអុំទូកចេញចូលតាមព្រែកមុខវត្តគឺមុខខ្ទមអ្នកតាស្រីឲ្យតែមានលេងសើចផ្ដេសផ្ដាសមិនគប្បីតាស្រីធ្វើឲ្យចុកពោះមួយរំពេចដង្វាយអ្នកតាស្រីដង្វាយរបស់តាស្រីត្រូវការតែចេកនួនមួយស្និតកាលបើបានជំងឺឈឺចុកចាប់ចុកពោះអ្នកស្រុកគេយល់ថាគឺអ្នកតាធ្វើត្រូវអុជទៀនធូបនិយាយបន់ពីផ្ទះថាគួរតែលោកតាជួយឲ្យជាសះចុះខ្ញុំនឹងយកចេកនួនទៅថ្វាយជួនកាលគ្រាន់តែនិយាយអំពីចម្ងាយជំងឺនោះបានធូរទាន់មាត់ភ្លាមសប្តាហ៍ថ្ងៃនេះតាស្រីនិងយាយបោះហាក់ដូចជារកស៊ីចូលហ៊ុនគ្នាបើតាស្រីធ្វើឲ្យគេឈឺចុកពោះអ្នកស្រុកយកចេកទៅថ្វាយតាស្រីតោងថ្វាយបាយដំណើបនិងប្រហុកដល់យាយបោះផងបើយាយធ្វើគេឲ្យឈឺគ្រុនក្តៅគេយកបាយដំណើបនិងប្រហុកទៅថ្វាយយាយបោះត្រូវយកចេកនួនទៅថ្វាយតាស្រីផងទើបជំងឺនោះបានជាដាច់ស្រឡះរឿងអ្នកតាក្រហមកអ្នកតាក្រហមកស្ថិតនៅភូមិមហារាជសប្តាហ៍ថ្ងៃគេហៅថាភូមិឈើទាលសង្កាត់បឹងត្រាញ់ស្រុកសំរោងខេត្តតាកែវ
អ្នកតានេះមានខ្ទមធ្វើដោយឈើប្រក់ស្លឹកជញ្ជាំងក្តារអ្នកស្រុកទើបនឹងសង់អាស្រមថ្មីមួយទៀតដោយស៊ីម៉ង់តនៅទន្ទឹមគ្នានឹងខ្ទមឈើចាស់ពីមុននៅពីខាងក្រោយអាស្រមមានដំបូកហើយមានដើមឈើដុះស៊ុបទ្រប់តាំងនៅលើដីទួលមួយខ្ពស់ដែលអ្នកស្រុកភូមិនោះនិយមហៅថាលោកតាភូមិលោកតាម្នាក់និយាយថាអ្នកតានេះមិនដឹងជាមានមកពីកាលណាទេគាត់កាត់ឡើងដឹងក្តីកាលណាក៏ឃើញអ្នកតានេះតែម្ដងប្រហែលជាកើតមានពីត្រឹមសម័យដែលមនុស្សមកតាំងនៅលើភូមិមហារាជនេះអ្នកតានេះមានឥទ្ធិពលលើអ្នកស្រុកភូមិនេះណាស់ចេះជួយរក្សាសេចក្តីសុខនិងជួយរកយុត្តិធម៌ឲ្យអ្នកស្រុកភូមិទៀតផងសម័យដើមកាលបើមានរឿងរ៉ាវផ្សេងកើតឡើងរវាងអ្នកភូមិឬមានការឈ្លោះទាស់ទែងគ្នាជាដើមគេតែងទៅប្តឹងស្វាត់ចំពោះមុខអ្នកតានោះរាប់រៀបតាមដំណើររៀងខ្លួនហើយមានសូត្រពាក្យស្បត់5ធានទៀតផងគូវិវាទទាំងពីរខាងក៏សុខចិត្តរៀងខ្លួនជាការស្រេចមិនបាច់ប្តឹងផ្ដាល់ដល់រដ្ឋការមុខក្រសួងទៀតទេពាក្យសម្បត្តិនេះឃើញថាស័ក្តិសិទ្ធិមែនបើអ្នកណាប្រព្រឹត្តពុំសុចរិតទៀងត្រង់ទេអ្នកនោះមុខជាអន្តរាយរហូតដល់ស្លាប់យ៉ាងទាន់ហន់ក៏សឹងមានម្យ៉ាងទៀតអ្នកតានេះស្អប់ណាស់មនុស្សណាពាក់មួកជិះដំរីនិងស្ត្រីមានផ្ទៃពោះដើរកាត់មុខមិនបានទេនឹងបណ្ដាលឲ្យរលូតកូនបើអ្នកមានបណ្ដាស័ក្តិនឹងធ្លាក់បនស័ក្តិអ្នកស្រុកខ្លាចហើយមិនហ៊ានប្រព្រឹត្តបំពានចំពោះរឿងនេះទេអ្នកស្រុកដំណាលតមកថាប្រមាណជា40ឬ50ឆ្នាំកន្លងទៅហើយមានតាចាស់ម្នាក់ឈ្មោះង៉ែតប្រពន្ធឈ្មោះលៀនផ្ទះគាត់នៅចម្ងាយប្រមាណ400ម៉ែត្រពីទិសអាគ្នេយ៍នៃអាស្រមអ្នកតានោះតាង៉ែតជាអ្នករកស៊ីធ្វើទឹកត្នោតគាត់បានធ្វើទឹកត្នោតមួយដើមក្បែរខ្ទមអ្នកតានេះឯងពេលដែលឡើងគៀបត្នោតនោះម្ដងតាង៉ែតចេះតែជ្រលោះមាត់កដោយគៀបទៅវាបាក់ឬក្រឡាច់ផ្កាត្នោតពីឃ្នៀបអ្នកតានេះខឹងក៏ច្រានតាង៉ែតទម្លាក់ពីចុងត្នោតមកដីហើយទៅចូលរូបអ្នកស្រុកម្នាក់ឲ្យនិយាយថាលោកតាមិនឲ្យតាង៉ែតធ្វើត្នោតទៀតទេឲ្យរកស៊ីអ្វីដតីទៀតទៅកុំដើរគៀបផ្កាគេទៀតគេឈឺណាស់គ្រោះជាតាង៉ែតមិនស្លាប់ក្នុងពេលនោះដែរតែលុះគាត់បានស្រាកសានជាចាក់ជំងឺមានកម្លាំងស្រួលឡើងវិញគាត់ក៏ចាប់ធ្វើរបរត្នោតទៀតគាត់ធ្វើដើមដដែលនឹងពេលនោះអ្នកតាក្រហមកអ្នកតាភូមិលែងច្រានតាង៉ែតទម្លាក់ដូចមុនទៀតហើយអ្នកតាខឹងខ្លាំងណាស់ដោយប្រដៅតាង៉ែតមិនស្ដាប់ក៏ចាស់តាង៉ែតយកដាក់ច្រវាក់ជាប់នឹងសសរខ្ទមអ្នកតាអស់មួយយប់មួយថ្ងៃប្រពន្ធកូនបាត់តាង៉ែតដើររកមិនឃើញសោះរកចុះរកឡើងក៏បានឃើញតាង៉ែតនៅក្នុងខ្ទមអ្នកតាពេលនោះតាង៉ែតឃើញប្រពន្ធដើរចូលទៅស្រែកប្រាប់មកថាអញទៅមិនរួចទេអញជាប់ច្រវាក់ជើងហើយឮដូច្នោះប្រពន្ធកូនក៏ខំទាញគាត់ចេញពីខ្ទមអ្នកតាតែគ្មានកម្រើកសោះទាញយ៉ាងណាក៏មិនរួចគេឃើញជើងគាត់ទាំងពីរពាន់ជាប់នឹងសសរខ្ទមហើយឮសូរច្រវាក់ច្រាវនៅក្បែរគាត់នោះដែរប្រពន្ធកូនខំទាញទាល់តែចំណេះនៅតែមិនរួចក៏តាំងបែបន់ចុះញោមសុំឲ្យអ្នកតាលែងតាង៉ែតនោះមកវិញអ្នកតាក៏លែងតាង៉ែតឲ្យមកជួបជុំប្រពន្ធកូនវិញដូចធម្មតាតាំងពីនោះមកអ្នកស្រុកភូមិក៏នាំគ្នាជឿស៊ប់ចំពោះអ្នកតានោះឥតងាករេគេតែងតែបន់គ្រប់គ្នាក្នុងពេលណាដែលមានទុក្ខព្រួយឬបាត់របស់ទ្រព្យផ្សេងឬក៏ចង់បានជ័យជំនះក្នុងការលេងល្បែងស៊ីសងជាដើមគោលបំណងនៃការបន់នេះច្រើនតែបានសម្រេចដោយបំណងរៀងខ្លួនរហូតមកឯ
ឯរបៀបដង្វាយគេច្រើនថ្វាយស្លាធម៌ដៃមួយគូស្លាដូងមួយគូមាន់ស្ងោរមួយមាន់រស់ឬមាន់ធ្នាក់នំចេកប្រាក់ទុងទៅតាមការដែលគេបានបន់របៀបឡើងអ្នកតាពិធីឡើងអ្នកតាក្រហមកឬអ្នកតាភូមិនេះគេកំណត់ធ្វើនៅថ្ងៃ13កើតខែពិសាខរៀងរាល់ឆ្នាំក្នុងស្រុកភូមិមហារាជភូមិឈើទាលរៀបចំធ្វើពិធីនេះរៀងរាល់ឆ្នាំខ្លះគេធ្វើចង្ហាន់រួចនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តរួចទេសនាព្រឹកឡើងនិមន្តព្រះសង្ឃដាឆាន់ដល់ពេលល្ងាចទើបគេចាប់ធ្វើពិធីបញ្ជាន់រូបប៉ុន្តែមានឆ្នាំខ្លះគេធ្វើពិធីបញ្ជាន់រូបតែម្ដងមិនមាននិមន្តព្រះសង្ឃឆាន់ទេអ្នកតានេះមានរូបសំណឹងជាភេទប្រុសសម្រាប់ចូលមកនិយាយកិច្ចការប្រាប់កូនចៅតាមរូបសំណឹងនោះអាយុប្រមាណ50ឆ្នាំគឺអ្នកតាមក្រហមកចូលជាន់តែម្ដងឥតមានអ្នកណារើសទេប៉ុន្តែតមកខាងក្រោយរូបនោះក៏កាន់តែចាស់ចូលជាន់លែងកើតអ្នកស្រុកក៏រើសរករូបថ្មីទៀតដោយគេបួងសួងថាបើអ្នកតាស្រឡាញ់អ្នកណាសូមឲ្យចូលរូបអ្នកនោះចោះព្រោះរូបមុននោះចាស់ណាស់ហើយគេបួងសួងរួចហើយក៏ចាប់លេងភ្លេងខ្មែរឲ្យអ្នកតារើសរូបចូលទៅសប្តាហ៍ថ្ងៃនេះចូលរូបអ្នកតាម្នាក់តាអនដែលជារូបថ្មីអាយុ50ប្លាយដែរទើបនឹងចូលធ្វើសំណឹងក្នុងឆ្នាំ1966មុននេះគាត់នៅភូមិខ្នារងសង្កាត់បឹងត្រាញ់ស្រុកសំរោងខេត្តតាកែវអំពីគ្រឿងសំណែនសម្រាប់ឡើងអ្នកតានៅមុនថ្ងៃ13កើតខែពិសាខអ្នកស្រុក2នាក់ដើររៃអង្គាសប្រាក់ពីភូមិទាំងអស់គ្នាដើម្បីយកទៅទិញប្រដាប់ប្រដាសម្រាប់រៀបចំពិធីការទិញអីវ៉ាន់សពគ្រប់ហើយគេក៏ចាប់ធ្វើស្លាធម៌ដៃមួយគូដាក់ក្នុងខ្ទមអ្នកតាព្រមទាំងមានចេកនំបង្អែមចំអាបដាក់ថ្វាយក្នុងរោងនោះផងក្រៅពីនេះមានធ្វើសង្ឃឹកមួយទទឹង0.60 ម៉ែត្របណ្ដោយ1ម៉ែត្រពីទឹកនៅក្នុងសង្ឃឹកនោះគេដាក់ស្រូវអង្ករពោតសណ្ដែកល្ងអំបិលប្រហុកប្រាក់កាក់ដែលអ្នកស្រុកភូមិគេយកមកដាក់ស្រូវអង្ករគេដេកស្បោងតូចច្រកគ្រប់គ្នាយកមកដាក់ក្នុងម្នាក់មានស្រូវ1បាវអង្ករ1បាវប្រាក់1រៀលបាយសម្លសម្រាប់ដាក់លើសង្ឃឹកនិងបាយសម្លសម្រាប់ឲ្យពួកអ្នកភ្លេងបរិភោគគេធ្វើជ្រូកមួយដាក់លើស្ពកនិងមាន់ស្ងោរ1គូបង្អែម1គូចំអាប1គូគ្រប់មុខសុទ្ធតែ1គូទាំងអស់ពែមួយប្រវែង1ហត្ថរាងចតុកោណកែងស្មើក្នុងពែគេដាក់បាយសម្លចេកនំគ្រប់មុខអីវ៉ាន់ដែលមានពែមួយទៀតរាងត្រីកោណមាន6ថ្នាក់មានទ្រង់ទ្រាយពែប្រហែលនឹងអពាន់សូត្រក្នុងពែនេះគេដាក់បង្អែមចំអាបដូចពែរាងចតុកោណកែងស្មើនោះដែរនៅខាងមុខរោងអ្នកតាគេក្រាលកន្ទេលហើយរៀបប្រដាប់ប្រដាទាំងអស់ឲ្យរូបអង្គុយលើកន្ទេលក្រហមក្បែររបងទាំងអស់នេះបែរមុខទៅទិសខាងកើតនៅពីមុខរូបមានរងមួយលើរងមានដន្លាប់ក្រមួនមួយស្លាបៀក5ម៉ាត់បារី5ទៀន5អុចធូបអុចទៀន1គូម្លូ3សន្លឹកស្លា1ប្រាក់20រៀលដែលគេដាក់ឲ្យរូបបាំងរូបអង្គុយបត់ជើងទទួលក្រមាដៃទាំងពីរចាប់រងរបៀបទ្រោមបន្តិចពីមុខរូបនោះគេរៀបឆ្វេងស្ដាំជាជួរគឺមាន់1គូបង្អែមចំអាប1គូជ្រូកដាក់កណ្ដាលខាងមុខបង្អែមនិងចំអាបទៅទៀតតទៅទៀតគេដាក់ពែសង្ឃឹកគេដាក់មុខឲ្យឈរមករកមុខអ្នកតានិងក្រុមភ្លេងមួយវង់មានទ្រ1បៃពក1
អ្នកច្រៀងម្នាក់ស្គរពីរពេលបញ្ជាន់រូបគេលេងភ្លេងប្រគំពេលភ្លេងកំពុងតែលេងរូបធ្វើត្រឹងហាក់ដូចជាចាំស្ដាប់ភ្លេងនិងចម្រៀងបើអ្នកចម្រៀងច្រៀងមិនត្រូវទេរូបចាប់ច្រៀងខ្លួនឯងម្ដងទើបអ្នកតាក្រហមកចូលពេលចូលរូបមុនដំបូងអ្នកតានិយាយជាភាសាលាវរួចទើបនិយាយភាសាខ្មែរជាខាងក្រោយមានម្នាក់អ្នកសួរនឹងថ្វាយដង្វាយតែតាមទម្លាប់អ្នកស្រុកគេហៅថាជើងព្រះជើងព្រះនេះចេះនិយាយភាសាខ្មោចដូចដួងគេថាមហាលីជេកគេថាត្រសូលជាដើមឡាក់អ្នកចាំសួរនោះគេសួរពីសុខទុក្ខក្នុងភូមិនិងសុំកុំឲ្យមានជំងឺអាសន្នរោគអត់ព្រោះជំងឺពីរមុខនេះអ្នកស្រុកខ្លាចណាស់សុំឲ្យមានទឹកភ្លៀងបរិបូរសុំកុំឲ្យមានគ្រាដង្កូវស៊ីស្រូវកុំឲ្យស្រូវពាយជាដើមបន្ទាប់មករូបអ្នកតាចូលនោះចាប់ឲ្យចំណីខ្មោចព្រាយពេលដែលឲ្យចំណីគេបងវ៉ែសង្ឃឹកនោះឲ្យបែរមុខចេញរូបចូលនោះចាប់យកអង្ករមកផ្លុំរួចបាចទៅលើពែនិងសង្ឃឹករួចចាប់លាជមកបាចលើពែនិងសង្ឃឹកទៀតហើយគេឲ្យជូនពែនិងសង្ឃឹកនោះទៅមុនពេលយកសង្ឃឹកនិងជូនពែទៅនោះគេត្រូវចាក់បាយចាក់សម្លបង្អែមចំអាបដាក់លើពែនិងសង្ឃឹករួចនាំគ្នាសែងពែនិងសង្ឃឹកនោះចេញទៅហើយរូបក៏ក្រោកឈរដៃកាន់ដំបងឬដាវក្រវីលោតដើរតាមក្រោយអ្នកសែងសង្ឃឹកនោះទៅដែរអ្នកភ្លេងគេលេងបទស្ដេចដើរមនុស្សក៏ក្រោកដើរហែទៅទាំងអស់គ្នាបានចម្ងាយ50ម៉ែត្រឬ100ម៉ែត្ររូបត្រឡប់មកវិញអ្នកសែងសង្ឃឹកភ្លេងនិងអ្នកហែទាំងអស់ចេះតែហែទៅមុខទៀតបានចម្ងាយប្រហែល500ម៉ែត្រទើបដាក់សង្ឃឹកនិងពែចោលភ្លេងក៏ឈប់លេងអ្នកហែត្រឡប់មកវិញឯប្រដាប់ប្រដានៅលើសង្ឃឹកទាំងប៉ុន្មានត្រូវអ្នកសែងនោះចាត់ការគឺមាន់ស្ងោជ្រូកគេបេះតែស្លឹកត្រចៀកបន្តិចក្បាលបន្តិចជើងបន្តិចកន្ទុយដាក់លើសង្ឃឹកនោះនៅសល់ទាំងប៉ុន្មានគេនាំគ្នាយកមកចែកគ្នាបរិភោគប៉ុន្តែបើស្រុកគេមានជំងឺអាសន្នរោគឬអត់ហើយបើមានធ្វើពិធីនេះគេមិនហ៊ានយករបស់អ្វីមកវិញទេទុកចោលនៅនោះដដែលសូម្បីតែសត្វដេរឆានក៏មិនហ៊ានស៊ីផងសម័យថ្ងៃនេះពេលរៀបឡើងអ្នកតាក្រហមកមិនមានដាក់ជ្រូកទាំងមូលដូចមុនទេគេទិញតែក្បាលជើងនិងកន្ទុយជ្រូកមកជាការស្រេច